ចាហើយនេះដល់វគ្គទី3ហើយគឺវគ្គរំភើបរំជើបរំជួលអ្នករៃរ៉ាប់នេះរំភើបជាមួយកូនក្រមុំហើយនិយាយទៅកម្មវិធីនៅខាងឥណ្ឌាហ្នឹងគឺអត់សូវដឹងមុនទេដោយសារតែខាងប្រុសគេអ្នករៀបចំអញ្ចឹងគេធ្វើមួយអាទិត្យមែនប៉ុន្តែតតែដល់ថ្ងៃដែលកូនក្រមុំចូលរួមកម្មវិធីហ្នឹងបានចូលពួកយើងចូលរួមទាំងអស់គ្នាទាំងខាងប្រុសទាំងខាងស្រីទៅតែខាងស្រីទៅពីខ្មែរទៅតិចគ្នាជាងខាងនោះគេសាច់ញាតិគេច្រើនហើយមុនថ្ងៃកម្មវិធីយើងគេហៅ garden កន្លែងទៅញ៉ាំអីដែលខ្ញុំបង្ហាញកន្លែងរំហ្នឹងហើយនេះកម្មវិធីគេកូនកន្លោះគេមានជីសេះចូលរោងក្នុង garden ហ្នឹងហើយគេធ្វើកម្មវិធីហ្នឹងមកល្ងាចគេហៅដែរប៉ុន្តែកូនក្រមុំអត់ឲ្យចូលរួមអញ្ចឹងក៏ពួកខ្ញុំចំណាយថាអត់ទៅទេព្រោះដោយសារតែមានកូនក្រមុំចូលរួមហើយសរុបទៅកម្មវិធីគេហ្នឹងគឺសប្បាយច្រើនតង់ហ្មងជាពិសេសខាងប្រុសអញ្ចឹងនេះគេសប្បាយភាសាមុនដែលចូលរោងជ័យរបស់គេថ្ងៃបានន័យថាថ្ងៃបញ្ចប់ថ្ងៃដែលកូនក្រមុំកូនកន្លោះគេធ្វើកម្មវិធីរួមគ្នាហ្នឹងហើយបន្តិចទៀតខ្ញុំនឹងបង្ហាញពីកម្មវិធីគេញ៉ាំអីហើយគេនៅមានកម្មវិធីបន្តិចទៀតកម្មវិធីហ្នឹងនៅដល់ម៉ោង2យប់ហើយការខ្ញុំទៅនឹងតិចទៀតអូយញាក់សាច់ចាហើយពេលដែលគេមានកម្មវិធីមានអីនៅខាងប្រុសយើងអត់បានចូលរួមហ្នឹងយើងនៅស្ថានភាពកំងអីញ៉ាំទៅមានមីឆាបាយឆាដលងអីដែលយើងអាចញ៉ាំបានអញ្ចឹងណាហើយក៏សាកម្ហូបទៀតហើយព្រោះមកដល់ហ្នឹងអត់សាអត់កើតទេនេះមួយគេយើងអាចកំងនៅស្ថានភាពអញ្ចឹងទៅយើងអាចកំងអីដែលយើងអាចញ៉ាំបានអញ្ចឹងទៅនេះលក្ខណៈថាយើងសមមុនតិចទៀតហ្នឹងគឺញ៉ាំម្ហូបឌីសុតហើយចូលកម្មវិធីហ្នឹងនេះក៏មានការខុសឆ្គងជាច្រើនដែរព្រោះថាកំងម្ហូបអត់ត្រូវដូចអីដែលយើងចង់បានពួកចេះកំងម្ហូបឌីអត់ដែរកំងអញ្ចឹងយើងចូលក្នុងកម្មវិធីគេវិញចូលមកដល់គេរួមសិននៅហ្នឹងគេរួមមុនហើយបានគេធ្វើកម្មវិធីកូនកន្លោះកូនក្រមុំតាមក្រោយអញ្ចឹងណាគេរួមមើលទៅគេរួមស្អាតតែគាត់ថាយើងអត់ទាន់ចេះរួមដូចគេបើឲ្យរៀនរួមយូរថ្ងៃអញ្ចឹងហ្នឹងប្រហែលអាចចេះរួមដូចឥណ្ឌាដែរនេះហើយសំខាន់គេរួមហ្នឹងគេថតកាមេរ៉ាវីដេអូអីបោះជាងកាមេរ៉ាគេហើយគេមានថតរូបសឡូវមានវីដេអូហើយគេធ្វើជាវីដេអូសម្រាប់កូនកន្លោះកូនក្រមុំដូចតែនៅស្រុកខ្មែរយើងដែរអញ្ចឹងណាបកមកដូរសម្លៀកបំពាក់ឥណ្ឌាស្មើដូរសម្លៀកពាក់មួយកូនក្រមុំមួយថ្ងៃនេះគេពងឲ្យស្លៀកពាក់រៀបចំឲ្យកូនក្រមុំអីព្រោះយើងធម្មតាស្លៀកពាក់អត់បានទេព្រោះយើងអត់ដឹងរបៀបរបបពាក់ស្លៀកពាក់គេឲ្យមានណាលឿនពេកគេស្លៀកពាក់ឲ្យតែកូនក្រមុំហើយម៉ាក់កូនក្រមុំហើយនឹងមិត្តភក្តិខ្ញុំហើយនឹងខ្ញុំគឺស្លៀកពាក់ខ្លួនឯងហើយចាំបន្តិចទៀតខ្ញុំបង្ហាញស្លៀកពាក់ទៅរៀងអត់សូវយើងដូចអត់សូវ fit មួយរៀងយើងអត់ចេះស្លៀកកូនក្រមុំប្រាប់ខ្លះថាស្លៀកចេះលើកចេះអីទៅយើងធ្វើបានខ្លះតែគ្នារវល់ដែរពេលអញ្ចឹងអត់មានបានជួយសេរីមើលគ្នាអីទេតែសំខាន់ឲ្យតែកូនក្រមុំស្អាតទៅបានហើយចាហើយស្លៀកពាក់ចិត្តជាងកន្លះម៉ោងមកនេះស្លៀកពាក់ហើយគឺរូបរាងបែបនេះរូបកូនក្រមុំរូបថ្ងៃពិសេសហ្មងរូបគេហៅកម្មវិធីពិសេសហើយទៅពេលចូលទៅដល់កម្មវិធីនោះវិញគឺគេមាន welcome drink មួយនេះយើងញ៉ាំទៅអាហ្នឹងដូចជាទៅដោះគោស្រស់ជាមួយនឹង almond គ្រាប់នៅក្នុងហ្នឹងញ៉ាំទៅឆ្ងាញ់តែអត់សូវផ្អែមខ្លាំងទេចាល្ងាចនេះគឺយើងស្លៀកពាក់ឈុតឥណ្ឌាទាំងអស់គ្នាចាហើយអាវផតទៅស្បែកមានមួកហ្នឹងគឺប៉ាកូនក្រមុំមិនមែនឥណ្ឌាណាមិនឥណ្ឌាខ្មែរតាហើយប៉ាកូនកន្លោះគាត់ចូលច្រៀងកប៉ាហើយនេះគាត់ចូលមើលកូនក្រមុំដើរទៅមុខចាគេថតជាវីដេអូថតជាអីក្នុងកម្មវិធីគេអញ្ចឹងណាហើយគេដូចជាមានកំជ្រួចមានអីដែរដូចតែឃើញនៅក្នុងរូបអញ្ចឹងយើងបាញ់ប្រហែលមួយស្ទុះដែរប្រហែល20នាទីអីបានបាញ់អស់ចឹងតែនឹងវគ្គដែលកូនក្រមុំដើរមកគឺដើរចូលក្នុងរោងរបស់គេអញ្ចឹងទៅហើយសម្លៀកបំពាក់ហ្នឹងគឺមកល្ងាចហ្នឹងបណ្ដោយគឺគេពាក់ឲ្យពេលដែលមានកម្មវិធីនឹងមកគេអត់ដូរអីផ្សេងទៀតទេជាក់ស្ដែងពេលហ្នឹងខ្ញុំស្លៀករ៉ូបទៀតទេយើងពិបាកដើរពេលចឹងអត់បានទៅថតនៅខាងមុខកូនក្រមុំអញ្ចឹងថតបានតែពីខាងក្រោយចាប្រិយមិត្តចូលរួមទស្សនាខ្មែរស្លៀកឈុតឥណ្ឌាហើយឈុតនេះខ្ញុំស្លៀកខ្លួនឯងហើយគេជួយកាប់អាស្បែកហ្នឹងដែរប៉ុន្តែរបៀបរបបដូចថាសពតគេត្រូវលើកដល់តំណាអីមិនហ្នឹងគេអត់មានប្រាប់យើងទេសពតហ្នឹងបើស្លៀកលើកជាងនឹងតិចទៀតអត់មិនលើកទេសំទោសសម្ញេះជាងនឹងតិចទៀតបានស្អាតអញ្ចឹងណាហើយខ្ញុំស្លៀកថតអីហើយបានកូនក្រមុំ5អញ្ចឹងទៅយើងទៅតាមនឹងបណ្ដោយក៏វាហេបើស្លៀកសម្ញេះជាងនឹងទៀតហ្នឹងជើងខ្លីហ្នឹងផុតតែអីបើជើងកែងអត់សូវកពុះផងពុកម៉ាក់ខ្ញុំប្រអាប់ខ្ញុំទេណាគេប្រអាប់ថាស្អាតសំខាន់អត់ដឹងថាកាបូបនឹងស៊ីមួយរូបនឹងសោះយកទៅអត់ដឹងមែនសំខាន់ពេលដែលគាត់សួរទំហំសួរអីយើងផ្ញើទៅទំហំផ្ញើទៅរូបរាងយើងមិនឲ្យគាត់ទៅហើយពេលដល់ថ្ងៃកម្មវិធីហ្នឹងបានដល់កន្លែងសាឡនហ្នឹងបានគាត់យករ៉ូបមកដឹងថាពោអីយើងទៅមានដឹងមុននេះចាឲ្យដល់វគ្គរំភើបហើយនេះគេមានកម្មវិធីមានបាញ់កំជ្រួចមានអីគេវាលេងវាហ្វាន់អញ្ចឹងណាហើយក៏មាន selfie ថតរូបស្លឹករូបនេះពេលដែលមកខ្មែរបានមួយអាទិត្យឯងបានរូបហ្នឹងអញ្ចឹងអានេះរូបដែលកាមេរ៉ាគេថតមានចាហើយរូបនេះមុនពេលដែលយើងទៅដូរសម្លៀកបំពាក់យើងមានថតរូបខ្លះហ្នឹងទៅមាន selfie មានថតរូបស្លឹកថតនេះកាមេរ៉ាគេថតទេថតមួយមីងឥណ្ឌាដែរអញ្ចឹងណាដោយសារគាត់ចង់ថតយើងក៏ចង់ថតចឹងថតអស់គ្នាទៅអីយ៉ាពេលថតជាមួយឥណ្ឌាចង់កាត់រូបមីងឥណ្ឌាដែរបន្ទាប់ពីមានការបាញ់កំជ្រួចមានថតរូបជាមួយគ្នាជាមួយសាច់ញាតិអីហើយក៏គេមានចងដៃដែរចំពោះសាច់ញាតិអញ្ចឹងណាដូចជាអ្នកចូលរួមកម្មវិធីហ្នឹងគេអត់មានចងដៃអីទេគឺចូលទៅញ៉ាំហ្វ្រីហ្មងនៅហ្នឹងគេខ្ញុំអត់ច្បាស់ថាមានលិខិតជើញអត់ទេប៉ុន្តែអត់បានសួរមិត្តភក្តិប៉ុន្តែគឺអ្នកដែលចូលរួមហ្នឹងគឺអត់ចាំបាច់ចងដៃគេចងដែរចងចំពោះសាច់ញាតិអញ្ចឹងណាហើយខ្ញុំអត់ច្បាស់ថានៅខាងឥណ្ឌាផ្សេងមិនខ្ញុំអត់ដឹងដែរខ្ញុំដឹងតែនៅខាងចៃពួនគឺកម្មវិធីគេបែបហ្នឹងចាគេមកញ៉ាំអីពេលអញ្ចឹងទៅកូនកំពុងឃើញដើរដៃគ្នាចុះពីលើចាក់ខ្ញុំក៏ថតទៅហើយនេះកន្លែងយើងចាប់យើងញ៉ាំអីនេះរបៀបសាច់ញាតិបងប្អូនខាងប្រុសខាងស្រីអញ្ចឹងគេញ៉ាំអីជុំគ្នាអញ្ចឹងណាគេដាក់អាហារមកមានម្ដងមុខអញ្ចឹងតាមប្រភេទអាហាររបស់គេខ្ញុំចាំមិនអស់ហើយពូច្រើនពេកហើយឲ្យគេដាក់ហ្នឹងក៏មិនគ្រប់មុខពេកដែរព្រោះដោយសារយើងញ៉ាំមិនអស់ម្ហូបខ្លះយើងអត់ចេះញ៉ាំដែរគេមានទឹកជ្រលក់គេច្រើនប្រភេទអញ្ចឹងទៅហើយអ្នកដែលគាត់ធ្លាប់ញ៉ាំម្ហូបឥណ្ឌាអាចនឹងញ៉ាំបានម្ហូបឬក៏ទឹកជ្រលក់អីប្រភេទជាច្រើនផ្សេងៗអញ្ចឹងទៅហ្មងហើយម៉ាក់កូនកំប៉ាងគាត់ញ៉ាំបានប្រភេទមួយចំនួនដែរដូចរ៉ូទីអីហ្នឹងញ៉ាំបានច្រើនយើងធ្លាប់ញ៉ាំវារៀងងាយញ៉ាំជាងគេខំសំពីស្ថានភាពមកដែរតែញ៉ាំបានតិចដែរទៅពីញ៉ាំឲ្យដែរប្រវត្តិពីបញ្ចុះទៀតទៅនេះហើយមកចូលរួមកម្មវិធីនៅក្នុងរោងរបស់គេរបៀបផ្ទះអញ្ចឹងព្រោះដោយសារនៅនឹងល្ងាចហើយនេះកូនឌី
ខ្ញុំឲ្យមើលកូនឌីនឹងដោយសារកូនឌីនឹងមើលមកខ្ញុំគេទៅសើគេថាស្អាតណាស់ស្អាតណាស់សរសើរទៅតែគេលក់អង្គុយមើលមកពួកខ្ញុំនឹងចូលចិត្ត1ម៉ោងមើលគេលក់បានហើយនេះគេក្នុងកម្មវិធីដែលគេធ្វើពេលដែលញ៉ាំអីហើយហ្នឹងគេមានកម្មវិធីយើងអត់សូវយល់ពីកម្មវិធីគេហ្នឹងមានន័យអីបើចេះរបៀបកន្លែងនេះដូចជានិយាយទៅកន្លែងនេះដូចកាត់ខាងស្លានៅស្រុកយើងអញ្ចឹងមានអាចារ្យមួយគេសូត្រកម្ពីរបៀបអានកម្ពីគេប្រាប់ពីទូនីតិរបស់កូនកំឡោះជាស្វាមីហើយនឹងកូនក្រមុំជាភរិយាហ្នឹងតើពេលរៀបពីហើយហ្នឹងត្រូវធ្វើមិនទៅស្រៀងខាន់ស្លានិយាយទៅដូចតែខាន់ស្លាយើងអញ្ចឹងគាត់ថាគេមិនច្រៀងគេនិយាយរៀបរាប់គេដូចសូត្រកម្ពីចាឲ្យបន្តតាំងពីម៉ោង11រហូតដល់ម៉ោង2យប់ចាប់កម្មវិធីហើយកូនកំឡោះអោបលាសាច់ញាតិខាងស្រីដើម្បីទៅខាងកូនកន្លោះចាឲ្យកម្មវិធីគេទៅរំចាប់ម៉ោង2អញ្ចឹងយើងចាំកាលទៀតគេទៅនោះនេះអត់តាន់គេនៅថតលួចថតខ្ញុំចាប្រិមិត្តអើយវគ្គនេះចាប់ត្រឹមគេអញ្ចឹងសិនហើយព្រោះស្អែកយើងត្រូវបន្តដំណើរទៅទៀត